ឲ្យបងប្អូនមើលទស្សនភាពនៅជនបទស្រុកស្រែអានេះគឺជាភូមិដែលខ្ញុំរស់នៅមានឈ្មោះថាភូមិយ៉ាហ៊ីកូខេត្តញីកាតាអានេះគឺម៉ោង5ហើយម៉ោង5កន្លះហើយនៅស្រុកជប៉ុននៅខ្មែរយើងតបតែម៉ោង3កន្លះទេគឺខុសគ្នា2ម៉ោងជប៉ុននេះគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនៅអាស៊ីយើងតែប្រជាជនរបស់ជប៉ុននេះគឺធ្វើការខ្លាំងមែនទែនហើយគេប្រើជីវិតបែបសមថៈសន្សំសំចៃហើយនៅក្នុងភូមិដែលខ្ញុំនៅនេះគឺអត់សូវមានយើងហៅថាមនុស្សវ័យកណ្ដាលឬក៏កន្លោះកមុំអីអត់សូវមានទេបែរជាគេទៅទីក្រុងអស់ហើយគឺមានតែចាស់ចាស់ហើយនឹងក្មេងៗសិស្សសាលាបឋមទេហើយចាស់ចាស់ជនជាតិជប៉ុនឃើញគាត់ចាស់ចាស់ដើរកងអីតែធ្វើស្រែធ្វើចង្ការធម្មតាខែលតកអ្នកខ្លះជិះកង់ទៅផ្សារកាត់ព្រិលកាត់តកអូខ្លាំងមែនទែនខ្លះទៀតឃើញបើកឡានដើររកងហ្នឹងតែបើកឡានហ្នឹងគាត់យើងឃើញចង់គេប្រាប់អត់ជឿទេបន្ទាល់ឃើញទល់ភ្នែកមិនជឿថាអូចាស់ចាស់ទៅជប៉ុននេះគឺជនជាតិគេហ្វឹកហាត់មកតាំងពីតូចមកឲ្យជួយខ្លួនឯងហ្នឹងចាស់ទៅបើសិនជានៅតែយើងហៅថាមានកម្លាំងអាចបើកឡានបើកបរកើតគឺអត់ពឹងកូនពឹងចៅឲ្យជូនទៅផ្សារទេហើយជនជាតិជប៉ុននៅពេលដែលចាស់ទៅក៏អត់ខ្លាចជាភារៈរបស់កូនចៅទេគឺដោយសារតែជនជាតិជប៉ុននឹងកាលនៅពីក្មេងគេធ្វើការគេបងពុនពេលចាស់ឡើងគឺរត់របស់គេចិញ្ចឹមខ្លះទៀតគាត់នៅពីអ្នកយាយតាធ្វើស្រែធ្វើចម្ការដល់ពេលគាត់ចាស់ធ្វើការលេងកើតគាត់ទៅនៅមណ្ឌលថែទាំមនុស្សចាស់ជនជាតិយើងគឺក៏មានច្រើនដែរអ្នកធ្វើការនៅមណ្ឌលថែទាំមនុស្សចាស់ក៏អត់ដឹងការងារមិនដែរធ្វើការជាមួយមនុស្សចាស់ខ្ញុំក៏អត់ដឹងថាគេធ្វើនិយាយរឿងស្រូវរបស់ជប៉ុនវិញគឺហើយនិយាយពីថាថ្លៃក៏ពពកហ្មងថ្លៃឯងមិនថាទេតំបន់ខ្លះគឺបាក់រត់ទិញទៀតដោយសារជប៉ុនគេអត់នាំចូលក៏មិនថានេះទេគឺដោយសារមិនថាច្បាប់គេហាមទេប៉ុន្តែគេដាក់ពន្ធគឺគេដាក់ពន្ធថ្លៃប្រហែលជានៅសម័យនាយករដ្ឋមន្ត្រីស៊ិនស៊ូអាបេគាត់ថាគាត់ដាក់ពន្ធគឺ100% 200% ថាថ្លៃណាមិន777% អញ្ចឹងហើយគឺច្បាប់គេអត់ហាមឃាត់ថាមិនអោយនាំចូលទេអាចនាំចូលបានតែពន្ធថ្លៃដាក់អញ្ចឹងហើយគឺស្មើនឹងហាមនឹងឯងតែគេមិនមែនដាក់ពន្ធថ្លៃគឺដើម្បីជន់កឈ្មួញទេបងប្អូនគឺគេដាក់ពន្ធថ្លៃដើម្បីជៀសវាងការនាំចូលកាលណាមានការនាំចូលហើយវានឹងធ្វើឲ្យមានការប្រកួតប្រជែងទីផ្សារនៅក្នុងស្រុកចឹងហើយកាលណាមានការប្រកួតប្រជែងហើយវានឹងអាចប៉ះពាល់តម្លៃអង្គរនៅក្នុងស្រុកជប៉ុនគឺមានតែស្រោងអង្គរទេដែលជប៉ុនអាចប្រកួតប្រជែងនៅក្នុងស្រុកបាន 100% បើបន្លែបកាវិញគឺផ្គត់ផ្គង់បានត្រឹមតែ 50 ទៅ 60% ទេសល់ប្រមាណគឺនាំចូលប៉ុន្តែអីវ៉ាន់នាំចូលគឺអត់ថ្លៃដូចអីវ៉ាន់នៅក្នុងស្រុកទេបន្លែបកានៅក្នុងស្រុកគឺថ្លៃជាងរបស់នាំចូល